ឥឡូវយើងចាប់ផ្ដើមបង្កាត់ភ្លើងហើយដាក់ភ្លើងដាក់ខ្ទះមកយើងចាប់ផ្ដើមចាក់ខ្ទិះចូលចាខ្ទិះហ្នឹងគឺយើងងាស់វាឲ្យដាច់ទឹកហ៎បងប្អូនចាបើអ្នកផ្សេងគេធ្វើគេកូរគ្រឿងមុនអញ្ចឹងទៅបានដាក់ខ្ទិះតែនេះនាងខ្ញុំគ្រឿងយើងធ្វើផ្សេងកិនទុកផ្សេងអញ្ចឹងទៅខ្ទិះនេះបានយើងចាក់ចូលយើងកូរវាឲ្យដាច់ទឹកចឹងបងប្អូនហើយចាំយើងចាក់គ្រឿងដែលយើងកិនទុកពីល្ងាចហ្នឹងចូលទៅហើយគ្រឿងហ្នឹងនាងខ្ញុំចាំអត់អស់ទេព្រោះដោយសារម៉ាក់គាត់អ្នកធ្វើអញ្ចឹងចឹងអត់ដឹងថាមានស្អីខ្លះទេបងប្អូនមានដឹងត្រួសទេខ្ទឹមម្ទេសផ្លោកស្រេចដីកាពិគល់ក្រៃក្រូចម្ដេងហ្នឹងហើយមិញហ្នឹងយើងចាក់គ្រឿងការីចូល3កញ្ចប់ហើយថែមអំបិលតិចទៅដើម្បីឲ្យវារៀងរសជាតិដិតចឹងបងប្អូនចាហើយប៊ីចេងមកវែកបាយហើយស្ករត្នោតយើងដាក់3វែកបាយទៅដោះគោខាប់យើងចាំដាក់ពេលក្រោយពេលស្ករចាស់ថាមាន់យើង10គីឡូបងប្អូនឥឡូវកាប់មាន់ហើយចាប់ផ្ដើមចាក់មាន់ចូលដាក់មាន់ចូលពុកគ្រឿងយើងកូរចូលគ្នាអស់ហើយបងប្អូនចាតែគ្រឿងដំបូងយើងធ្វើត្រៀមសម្រាប់មាន់10គីឡូដល់ពេលយើងនៅឃើញថាចង់ថែមជើងមាន់ហើយនឹងឈាមទៀតទៅអញ្ចឹងទិញជើងមាន់មកដាក់2គីឡូទៀតហើយឈាម15ដុំអញ្ចឹងសាច់មាន់10គីឡូហ្នឹងយើងដាក់អស់ទេព្រោះដោយសារគ្រឿងក្រៅការីដែលយើងត្រៀមហ្នឹងយើងធ្វើតម្រូវតែមាន់10គីឡូអញ្ចឹងបងប្អូនចាអញ្ចឹងទៅសល់សាច់មាន់បន្តិចដែរប្រហែលខ្ទង់2គីឡូសាច់មាន់ឥឡូវយើងកូរមាន់ដាក់ចូលហើយយើងកូរគ្រឿងទៅងាស់វារៀងផុយតិចបងប្អូនចានេះសាច់មាន់សល់ចាក្នុងកំឡុងពេលរងចាំងាស់មាន់ឲ្យវាចូលជាតិឲ្យរៀងផុយសាច់ហ្នឹងញ៉ាំក្រូចកំដរសិនរៀងឃ្លានជូរបងប្អូនញ៉ាំទៅក្រូចពោធិ៍សាត់ហ្នឹងហើយដៃនៅប្រឡាក់ឈាមមាន់ឡើយទេដោយសារកាប់សាច់មាន់អត់តលាងដៃទេរវល់រហូតដល់តែរៀងសាបមាត់សាបកបងប្អូនអញ្ចឹងញ៉ាំមកជូរដល់ពេលរវល់តែញ៉ាំក្រូចមានណាម៉ាក់គាត់ចាក់បន្លែចូលបាត់ហើយសាច់មាន់ផុយឲ្យចាក់បន្លែចូលសពគ្រប់អស់លីងហ្មងឥឡូវចប់ដោយបរិបូរស្លការីមកខ្ទះបងប្អូនចាមាន់10គីឡូការីនំប៉័ងយកការីនំប៉័ងប្រគេនដំបងថាយកនំការីនំបញ្ចុកដល់ពេលស្រេចស្រួលស្លោរៀងខាប់តក៏អញ្ចឹងដាក់នំប៉័ងវិញឥឡូវយើងដួសចង្ហាន់នេះទុកប្រគេនលោកស្អែកព្រឹកស្អែកចាឥឡូវអស់ហើយបើមានឱកាសក្រោយបានធ្វើទៀតនឹងថតលម្អិតពីគ្រឿងក្រៅដែលធ្វើហ្នឹងជូនបងប្អូនចាបាយបាយ